បាទបងប្អូនចង់ឆ្លល់ផ្ទះឡុងសំមៀនជាងធំបាសមែនទេនេះមកដល់ឲ្យបងប្អូនបាទផ្ទះឡុងសំមៀនបាទយើងមកពីផ្លូវជាតិលេខ5បាទត្រង់ចំណុចផ្សារកកូននេះយើងចូលមកដល់ឃើញផ្ទះជាងធ្វើធំបាសបងប្អូនត្រូវការចង់ឆ្លល់ផ្ទះហើយអាសយដ្ឋានច្បាស់លាស់បងប្អូនបាទកុំឲ្យថាធ្វើធំបាសអត់មានអាសយដ្ឋានត្រឹមត្រូវបាទគឺខ្ញុំបាទមានផ្ទះមានភូមិឋានអាសយដ្ឋានច្បាស់លាស់បាទគឺទីតាំងនៅក្នុងភូមិបន្ទាយក្រងឬក៏ភូមិខ្លាំងមឿងឃុំបន្លុងថ្នោតស្រុកក្រគរខេត្តពោធិ៍សាត់បងប្អូនហើយលេខទូរស័ព្ទរបស់ខ្ញុំបាទដែលតាក់ទងមកផ្ទាល់ក៏096បាទ096 9284 155ហើយមួយទៀត097 47 63 602ហើយអាសយដ្ឋានគឺដូចរៀបរាប់ខាងលើហ្នឹងហើយនេះគឺបាទបងប្អូនជាសកម្មភាពរបស់ខ្ញុំបាទធ្វើធំបាទក្តារនេះកម្រាស់18លីឬក៏2ហ៊ុនបងប្អូនបាទខ្លះគេហៅ2ហ៊ុនខ្លះគេហៅ18លីប៉ុន្តែអាសកម្មភាពនៃការក្តារខ្ញុំបានតែម្នាក់ឯងបងប្អូនដោយសារក្តារនេះក្តារល្អយើងលើកយកមកកាត់ឲ្យធ្ងន់បន្តិចបងប្អូនជាមួយនឹងតាបឈើយើងអត់មានម៉ាស៊ីន NC ដូចគេទេយើងប្រើតែម៉ាស៊ីនតាបដៃបងប្អូនបាទហើយអញ្ចឹងហើយគឺនេះជាសកម្មភាពនៃការធ្វើទាំងស្រុងរបស់ខ្ញុំបាទប៉ុន្តែយើងសង្ខេបជាវីដេអូខ្លីៗបើយើងយកវីដេអូមកវិញបកស្រាយបង្ហាញជូនបងប្អូនទាំងអស់គឺវារៀងឆ្ងាយបន្តិចបងប្អូនបាទអញ្ចឹងធ្វើមិនទេយ៉ាងណាយ៉ាងណីបងប្អូនជួយគាំទ្របាទខ្ញុំបាទផងបាទហើយជាពិសេសអ្នកដែលធ្វើវីដេអូ content តាមរយៈ page ហ្នឹងគឺខ្ញុំបាទធ្វើ page កន្លងមកគឺមានអ្នកមើលច្រើនដែរបងប្អូនបាទរហូតទៅដល់ចូលលៀនហ្នឹងបងប្អូនប៉ុន្តែឥឡូវ page ទាំងអស់នេះគឺខាងក្រុមហ៊ុនបាទ Facebook គាត់បិទអស់ទៅអញ្ចឹងគឺខ្ញុំមាន page អីថ្មីទេបងប្អូនដែលនៅស្គាល់ខ្ញុំបាទឡុងសំមៀនជាងធ្វើធំបាសនៅខាងខេត្តពោធិ៍សាត់ស្រុកកកូនហ្នឹងបាទកុំភ្លេចតាមដានហើយបាទចុចឲ្យមេដៃម្នាក់មួយមកបាទកុំភ្លេចជួយបាទចុចជាវឲ្យខ្ញុំបាទម្នាក់មួយផងឬក៏ចុចតាមដានណាបងប្អូនណាព្រោះអានេះយើងជួយគ្នាបងប្អូនបាទយើងចេះបាទមើលកុំឲ្យលោកអ៊ំលោកចេះប្អូនឬក៏បងឬក៏អ៊ំឬក៏ពូមីងអីទាំងអស់ហ្នឹងជាពិសេសបាទអ្នកលេងទៅលើវិស័យធ្វើ content បាទជាប្រភេទណារ៉ូបាទវីដេអូដើម្បីមានច្រើនសម្រាប់ការមើលតែបងប្អូនចូលមើលខ្ញុំក៏ចូលមើលបងប្អូនវិញទៅអានេះយើងជួយគ្នាទៅវិញទៅមកណាដូចយើងជួយស្រែបបាត់ដៃវិញទៅឥឡូវក៏ដោយសារអាកាសធាតុនៅខាងខ្ញុំបាទនេះក៏មេឃអត់មានភ្លៀងណាបងប្អូនអើយអញ្ចឹងតែខ្ញុំក៏មានបាយហូបទៅបើដំណាក់នឹងមេឃរៀងក្តៅជាងខែប្រាំងទេបងប្អូនរដូវវស្សាពាក់កណ្ដាលខែ7ហើយនឹងនេះធុងរបស់ខ្ញុំបានធ្វើហើយបាទបានមួយធុងឲ្យបងប្អូនបាទអរគុណច្រើនដែរសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំឡុងសំមៀនជាងធ្វើទុកបានស្រុកកកទាំងអស់គ្នាបាទអញ្ចឹងហើយគឺមានអីទៅជូនពរបងប្អូនទេ